together. My name is Sirat and 7 years old. One. Today I read a very Christmas. Hello, my name is Sirat. I am 5 years old. I live in Phnom Penh. Bye bye. Hello teacher, hello everyone. My name is Ratija Sosirat. 5 years old. I am study English Mickey Way School. I am sing a song. Hello, hello. Hello, good, hello, 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 hello. Hello, boy, hello, 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 hello. Hello, teacher, hello, 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 hello. Goodbye, teacher, goodbye, everyone. Bye bye. Hello, everyone. My name is Sirat and 7 years old. I'm in Bold 1. Today, I read Unit 5, Lesson 3, Song Rap. This 1, listen and chant. I am a queen, and this is my kite. My kite is red and green. Oh, it's very quick. My kite. Oh no, it's in the tree. It's in a tree. 2, listen and say W Winnie K G green queen all red. Goodbye everyone. ជំរាបសួរបងប្អូនអរគ្នាខ្ញុំឈ្មោះធីរ៉ាត់ខ្ញុំអាយុ7ឆ្នាំថ្ងៃនេះខ្ញុំអានមេរៀនទី2ប្រភេទចំណីអាហារគោលប្រភេទចំណីអាហារដែលជាតម្រូវការរបស់មនុស្សអាហារខ្លះយើងបរិភោគទៅអាចធ្វើឲ្យយើងមានកម្លាំងរៀនធ្វើការដើរលេងតើអាហារបែបណាខ្លះដែលអាចធ្វើឲ្យយើងមានកម្លាំងអាហារទាំងនេះមាននំប៉័ងបាយមីដំឡូងពោតអាហារទាំងនេះជួយឲ្យយើងមានកម្លាំងអាហារខ្លះយើងបរិភោគទៅអាចធ្វើឲ្យរាងកាយយើងធំធាត់ល្អតើអាហារបែបណាខ្លះអាចធ្វើឲ្យរាងកាយយើងលូតលាស់ធំធាត់ល្អអាហារទាំងនេះមានសាច់ជ្រូកសាច់មាន់សាច់គោត្រីសុទ្ធអាហារទាំងនេះធ្វើឲ្យរាងកាយយើងលូតលាស់ធំធាត់អាហារខ្លះយើងបរិភោគទៅអាចជួយការពារយើងកុំឲ្យមានជំងឺផ្សេងតើអាហារបែបខ្លះដែលអាចការពារយើងកុំឲ្យកើតជំងឺផ្សេងអាហារទាំងនេះមានចេកក្រូចបូសាត់ការ៉ុតប៉េងប៉ោះល្ហុងស្ពៃត្រាប់ត្រកួនល្ពៅអាហារទាំងនេះអាចការពារយើងពីជំងឺផ្សេងដូចនេះយើងត្រូវបរិភោគអាហារទាំងនេះជារៀងរាល់ថ្ងៃជំរាបលាបងប្អូនទាំងអស់គ្នា Hello everyone, my name is Sirat and 7 years old. Today I read a topic lesson 4 reading time. Read and listen. What are they? They my teddy bears and robots. Here you are. Let's play together. Thank you. Oh,
windy quick here a kite a red kite for you and a green kite for me goodbye everyone hello everyone my name is Thirat and 7 years old today I read a topic lesson 5 country sign lesson 5 country sign places 3 TREES 3 river 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 beach 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 mountain 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 flower 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 leg I spell KEL leg goodbye everyone ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃខ្ញុំឈ្មោះធីរិទ្ធខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី37ការខិតខំរៀនសូត្រអំណាចការងារទី1របស់កុមារគឺការខិតខំរៀនសូត្រកុមារត្រូវឆ្លៀតពេលខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួនការរៀនសូត្របានល្អគឺដោយសារការព្យាយាមបើការព្យាយាមនេះផ្ដល់លទ្ធផលល្អអ្នកដែលសប្បាយចិត្តជាងគេគឺខ្លួនឯងផ្ទាល់លទ្ធផលល្អនេះក៏អាចចាត់ទុកថាជាការតបស្នងសងគុណមេត្តាបិតានិងលោកគ្រូអ្នកគ្រូផងដែរការខិតខំរៀនសូត្រនឹងធ្វើឲ្យកុមារមានអនាគតភ្លឺស្វាងជំរាបលាបងប្អូនទាំងអស់គ្នា Hello together my name is Thirat and 7 years old today I read a text Merry Christmas Merry Christmas dress right could eat cozy Merry Christmas where the tree to the kids where dance together we sing together we meet together we are writing of the fitting together Merry Christmas goodbye everyone បងប្អូនទាំងអស់គ្នាបាទខ្ញុំឈ្មោះធីរិទ្ធខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី65រឿងសត្វលលកនិងស្រមោចខ្មៅអំណាចមានសត្វលលកមួយហើរទៅឃើញពួកស្រមោចខ្មៅកំពុងលង់ទឹកហែលតោងគ្នាលលកមានចិត្តអាណិតក៏ពំមេឃឈើងាប់មួយមកដាក់ធ្វើជាស្ពានឲ្យស្រមោចទាំងនោះតោងវាឡើងមកលើគោករួចផុតពីក្តីស្លាប់សញ្ញាខាត់ថ្ងៃមួយមានព្រានប្រមាញ់ម្នាក់ឃើញលលកទុំលើត្រនំទុំលើមេជ្រៃក៏លើកស្នាមបំរុងនឹងបាញ់លលកនោះស្រមោចឃើញដូច្នេះក៏នាំគ្នាវាឡើងទៅខំជើងព្រាននាយព្រានញាក់ក៏ត្រលុំជើងឮសូរដល់លលកដឹងខ្លួនក៏ហើរចេញពីទៅរួចផុតពីសេចក្តីស្លាប់ជម្រាបលាបងប្អូនអរគ្នា
Hello everyone, my name is Thirat and 7 years old. I am a student in level 1. In level 1, I read reading Unit 1, the USA. Lesson 7, let's visit USA. Hello, my name is Grant. I'm 12 years old. I live in New York, the big city in USA. The USA is famous for cowboy and hamburger. New York, there is so famous tree, the famous tree of Lee. There are more famous things. About USA. If you fast to know more, come here and visit me. Goodbye everyone. ជំរាបសួរបងប្អូនអ្នកគ្នាខ្ញុំឈ្មោះធីរិតខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី44រឿងឪពុកនិងកូនដឹកលាទៅលក់អំណានការយូរលង់ណាស់មកហើយមានបុរសម្នាក់និងកូនដឹកលាទៅលក់ឯផ្សារទៅដល់ភូមិមួយឮគេថាមានលាមិនជិះបែរជាដឹកទៅវិញឪពុកក៏ឲ្យកូនជិះគាត់ហើយគាត់ជាអ្នកដើរទៅបានបន្តិចក៏ឮគេថាខ្លួនចាស់ហើយមិនជិះបែរជាឲ្យកូនជិះទៅវិញឪពុកក៏ឡើងជិះលាហើយកូនដើរវិញដើរបានបន្តិចក៏ឮតាចាស់ម្នាក់និយាយថាកូននៅក្មេងមិនឲ្យជិះបែរជាខ្លួនចាស់ជិះលាទៅវិញឪពុកនិងកូនឡើងជិះទាំងពីរនាក់អ្នកស្រុកឃើញក៏ថាលាមួយជិះគ្នាពីរនាក់ធ្វើឲ្យលាដើរមិនចង់រួចទាំងពីរនាក់នាំគ្នាសែងលាវិញម្ដងលុះសែងដល់ស្ពានមួយទម្ងន់ក៏សម្កត់ខាងកូនទ្រាំមិនបានក៏ទម្លាក់ស្នែងចោលលាក៏ធ្លាក់រមៀលចុះក្នុងទឹកបាត់ទៅជំរាបលាបងប្អូន Hello everyone, my name is Thirat and 7 years old and in level 1 today I read a unit 8 UK lesson 7 let's visit UK read a text about a boy in the UK. He is Tom. He lives in the UK. He is handsome boy in the family. He likes to go to the castle. The castle's name is Dust. They are the famous castle in the UK. He likes to eat bread in the
popular of in the food. Goodbye everyone. បងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះធីរិតខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី1ការលូតលាស់របស់ខ្ញុំក៏ការលូតលាស់នៃរាងកាយពេលយើងលូតលាស់យើងតែងមានការប្រែប្រួលចេះវាចេះដើរចេះរត់ចេះលោតកុមារជំទង់ពេញវ័យចាស់មនុស្សយើងគ្រប់គ្នាតែងតែលូតលាស់ធំធាត់យើងប្រែប្រួលពីកុមារក្មេងទៅក្មេងជំទង់មនុស្សពេញវ័យមនុស្សចាស់ខការប្រែប្រួលកម្ពស់និងទម្ងន់តើមានអ្វីខ្លះកើតឡើងនៅពេលយើងលូតលាស់ធំធាត់យើងធ្វើដូចម្ដេចទើបដឹងថាយើងមានការលូតលាស់ពីមុនទៅឥឡូវនេះអ្នកឯងធ្ងន់ណាស់ពីមុនឥឡូវនៅពេលយើងលូតលាស់ធំធាត់កម្ពស់និងទម្ងន់យើងមានការប្រែប្រួលជំរាបលាបងប្អូនអរគ្នាបងប្អូនអរគ្នាខ្ញុំឈ្មោះធីរិតខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី1ការលូតលាស់របស់ខ្ញុំចំណុចគោលការប្រែប្រួលទម្ងន់ចូលសង្កេតមើលនៅពេលយើងលូតលាស់ធំធាត់យើងតើយើងមានការប្រែប្រួលអ្វីខ្លះទៀតស្បែកជើងនេះចង្អៀតណាស់ខ្ញុំមិនអាចពាក់អាវនេះបានទៀតទេនៅពេលយើងលូតលាស់ធំធាត់យើងតែងតែមានការរីកទម្ងន់ខ្លួនយើងធំជាងមុនជំរាបលាបងប្អូនអរគ្នា Hello everyone, my name is Sarah and 7 years old. I'm in Bold 1. Today I read Unit 5 Lesson 3 Sound Grab this 1. Listen and chant. I am a queen and this is my kite. My kite is red and green. Oh, it's very quick. My kite. Oh no, it's in the tree. It's in a tree. To listen and say W what we need kite G green queen all red. Goodbye everyone. បងប្អូនគ្នាខ្ញុំឈ្មោះធីរិតខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី45មិត្តល្អរបស់កូនឆ្មាបូបូអំណានថ្ងៃនេះជាថ្ងៃចូលរៀនដំបូងពេលទៅចិត្តដល់សាលាកូនទុនសាយតូនីឃើញបូបូកំពុងឈរយប់តូនីក៏រត់មកសួរហេតុអ្វីបានជាមិត្តយំបូបូឆ្លើយខ្មៅដៃរបស់ខ្ញុំជ្រុះបាត់ហើយខ្ញុំមិនហ៊ានចូលរៀនទេព្រោះគ្មានអ្វីសរសេរតូនីនិយាយឈប់យំទៅខ្ញុំមានខ្មៅដៃពីដើមខ្ញុំនឹងឲ្យមិត្តមួយលើក្រោយឯងត្រូវដាក់សៀវភៅខ្មៅដៃបន្ទាត់ក្នុងកាតាបឬថង់ឲ្យបានល្អទៅវាមិនជ្រុះបូឆ្លើយអរគុណតែខ្ញុំគ្មានការតាបទេ
តូនីនិយាយខ្ញុំមានការតាប់មួយទៀតស្អែកខ្ញុំនឹងយកមកឲ្យឯងបបោញញឹមហើយនិយាយអរគុណតូនីមិត្តមានចិត្តល្អណាស់ជំរាបលាបងប្អូនអរគ្នា Everyone, my name is Thirat and 7 years old. I'm ill but one today I sing Mr. Fresh Fruit. Hello, Mr. Fresh Fruit. How are you? Apple, orange, and pineapple too. Look at you. Banana, pear, watermelon too. Look at you. Hello, Mr. Fruit Sting. How are you? Goodbye, everyone. Hello, everyone. My name is Thirat and my appetite. Don't leave me here high and dry. Oh, well, I don't wanna jinx it, baby, and twist myself at the spine. Don't wanna overthink it, baby. ខ្ញុំឈ្មោះធីរ៉ាត់ខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំអានវិទ្យាសាស្ត្រមេរៀនទី2ប្រភេទចំណីអាហារខអាហារដើម្បីសុខភាពតើខ្ញុំគួរញ៉ាំអាហារអ្វីខ្លះដើម្បីធ្វើឲ្យខ្ញុំមានសុខភាពល្អអាហារពេលព្រឹកអាចមានស៊ុតត្រីងៀតចេកទឹកដោះគោតាមចំណូលចិត្តអាហារពេលថ្ងៃនិងពេលល្ងាចអាចមានសាច់មាន់ត្រីបាយបង្កងបន្លែគ្រប់មុខតាមចំណូលចិត្តយើងទាំងអស់គ្នាត្រូវការបរិភោគអាហារផ្សេងដើម្បីធ្វើឲ្យយើងនៅតែមានសុខភាពល្អជំរាបលាបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះធីរ៉ាត់ខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី2វិទ្យាសាស្ត្រប្រភេទចំណីអាហារចំណីអាហារផ្សេងយើងមានចំណីអាហារផ្សេងច្រើនប្រភេទសម្រាប់បរិភោគដូចជាសាច់មាន់សាច់គោត្រីបង្កងក្តាមស្ពៃត្រកក់អួនបកល្ពៅម្រះថងត្រាប់ចេកប៉មល្មុតឪឡឹកយើងត្រូវបរិភោគអាហារគ្រប់ប្រភេទដើម្បីបំពេញរាងកាយឲ្យមានសុខភាពល្អជំរាបលាបងប្អូនអរគ្នាសូមបងប្អូនអរគ្នាខ្ញុំធីរ៉ាត់ខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមករៀនមេរៀនទី61
កិច្ចការនៅសាលាយើងមេសូត្រយើងទៅសាលារៀនសពកិច្ចការរៀនកាត់ចំណាំរៀនអានរៀនលេខគំនូររបំកីឡានិងដំណាំនានាសួរស្វាសាលាមានជីមទេសការល្អស្រស់សោភាព្រោះយើងស្រោចទឹកដែលមិនដែលខ្ជិះខ្ជាយនេះជាការងារនៅសាលាយើងជំរាបលាបងប្អូនទាំងអស់គ្នា Hello everyone, my name is Thierry and 7 years old. I'm in World 1. Today I read Unit 8 UK Lesson 3 Sound Listen and chant Girls in grass in the grass on the club. Listen and say s grass dress f club giraffe. Listen and write s and f club club giraffe grass dress. Goodbye everyone. ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះធីរ៉ាត់ខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំអានវិទ្យាសាស្ត្រមេរៀនទី2ប្រភេទចំណីអាហារខអាហារដើម្បីសុខភាពតើខ្ញុំគួរញ៉ាំអាហារអ្វីខ្លះដើម្បីធ្វើឲ្យខ្ញុំមានសុខភាពល្អអាហារពេលព្រឹកអាចមានស៊ុតត្រីងៀតចេកទឹកដោះគោតាមចំណូលចិត្តអាហារពេលថ្ងៃនិងពេលល្ងាចអាចមានសាច់មាន់ត្រីបាយបង្កងបន្លែគ្រប់មុខតាមចំណូលចិត្តយើងទាំងអស់គ្នាត្រូវការបរិភោគអាហារផ្សេងដើម្បីធ្វើឲ្យយើងនៅតែមានសុខភាពល្អជំរាបលាបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះធីរ៉ាត់ខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី2វិទ្យាសាស្ត្រប្រភេទចំណីអាហារចំណីអាហារផ្សេងយើងមានចំណីអាហារផ្សេងច្រើនប្រភេទសម្រាប់បរិភោគដូចជាសាច់មាន់សាច់គោត្រីបង្កងក្តាមស្ពៃត្រកក់អួនបកល្ពៅម្រះថងត្រាប់ចេកប៉មល្មុតឪឡឹកយើងត្រូវបរិភោគអាហារគ្រប់ប្រភេទដើម្បីបំពេញរាងកាយឲ្យមានសុខភាពល្អជំរាបលាបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាខ្ញុំធីរ៉ាត់ខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមករៀនមេរៀនទី61កិច្ចការនៅសាលាយើងមេសូត្រយើងទៅសាលារៀនសពកិច្ចការរៀនកាត់ចំណាំរៀនអានរៀនលេខគំនូររបំកីឡានិងដំណាំនានាសួរស្វាសាលាមានជីមទេសការល្អស្រស់ស
សោភាព្រោះយើងស្រោចទឹកដែលមិនដែលខ្ជិះខ្ជាយនេះជាការងារនៅសាលាយើងជំរាបលាបងប្អូនទាំងអស់គ្នា Hello everyone, my name is Sarat. I'm 7 years old. I'm in Ward 1. Today I read Unit 5, Part of the room, window, floor, table, chair, door, lock, part, on, in, under, in front of, behind. Look at the exercise 2 on page 56 and answer the question. Where is the cat? The cat is under the door. Where is the cat? The cat is on the chair. Where is the cat? The cat is in the box. Goodbye everyone. បងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះធីរិទ្ធខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី46ការរៀនអក្សរចងអំណាចពេលរៀនអក្សរសរសេរអក្សរយើងខំប្រឹងចង់សរសេរឲ្យបានត្រឹមត្រូវល្អដំបូងអ្នកគ្រូប្រាប់ពីរបៀបដាក់សៀវភៅលើតុរបៀបកាន់ខ្មៅដៃនិងរបៀបសរសេរដោយគូបន្ទាត់តាមគាត់ក្នុងសៀវភៅសរសេររបស់យើងគូចាប់គូតាមរៀងអក្សរដោយយឺតតាមបាខ្នាតអ្នកគ្រូដើរជួយកែសំណេររបស់យើងអ្នកគ្រូបានលើកកិច្ចការអក្សរចង់របស់សិស្សដែលសរសេរបានត្រឹមត្រូវល្អបង្ហាញសិស្សដទៃទៀតឲ្យយកគំរូតាមយើងទាំងអស់គ្នាសប្បាយចិត្តនឹងសរសេរអក្សរបានស្មើស្អាតនិងត្រឹមត្រូវជំរាបលាបងប្អូនទាំងអស់គ្នា Hello everyone, my name is Thierry Aspanjus. Today I am a student in level 1. Today I read lesson 6 grammar. Do all this we use do where the object is I, you, we, or they. Example, do you have to? I, yes I do. Do they have a son? No, they don't. Where we use do does when the object is he, she or it. Example, do it have 4 legs? No, it doesn't. Does it have 2 legs? Yes, it does. Goodbye everyone. សូមអរគុណខ្ញុំឈ្មោះធីរិទ្ធខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំអានមេរៀនទី46ការរៀនអក្សរចងខ
ចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវប្រាប់ខ្មៅដៃផ្ចិតផ្ចង់សៀវភៅសរសេរត្រឹមត្រូវបន្ទាត់ក្នុងសប្បាយពេលមួយពេលរៀនអក្សរផ្ចង់យើងខំប្រឹងចិត្តចង់សរសេរឲ្យបានត្រឹមត្រូវល្អដំបូងអ្នកគ្រូបានប្រាប់ពីរបៀបដាក់សៀវភៅលើតុរបៀបកាន់ខ្មៅដៃរបៀបសរសេរយើងគូបន្ទាត់តាមគាត់ក្នុងសៀវភៅយើងទាំងអស់គ្នាសប្បាយចិត្តនឹងសរសេរជម្រាបលាបងប្អូនទាំងអស់គ្នា Good morning everyone, my name is Kenneth and so today I read lesson 3 sound grab sound C8 sub S8 sub C8 sub chicken 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 S8 sub PE sub P C8 sub Pear PEACH pear S8 tropical SHOPPINGCART tropical fish 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 zip CHIP zip cherry CHEERY cherry listen and underline what in tropical chicken and some drop pear cherry and fish. Goodbye everyone. សូមបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះធីរិទ្ធខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនទី2ថ្ងៃនេះខ្ញុំបានមេរៀនទី47ការរៀបរាប់សមាជិកក្នុងគ្រួសារការនិយាយចូលអានសម្ដីរបស់ស្រីម៉ៅស្រីម៉ៅនិយាយពីនរណាខ្លះខ្ញុំឈ្មោះស្រីម៉ៅខ្ញុំរៀនថ្នាក់ទី2ម្ដាយខ្ញុំឈ្មោះណារីគាត់ជាអ្នកបានឪពុកខ្ញុំឈ្មោះសុខេតគាត់ជាគ្រូបង្រៀនគ្រួសារខ្ញុំមានមនុស្ស6នាក់គឺជីដូនជីតាម្ដាយឪពុកខ្ញុំនិងប្អូនប្រុសខ្ញុំជំរាបលាបងប្អូនទាំងអស់គ្នា Everyone, my name is Thirat. I'm 7 years old. Today I read lesson 4 reading time 1. Listen and read. Sally is at the grocery. She has cherry and pear in the shopping cart. I like cherry. Just there and your cherry. Sorry, thank you. Goodbye everyone. បងប្អូនគ្នាខ្ញុំឈ្មោះធីរិទ្ធខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី39យើងទៅសាលាចម្រៀងលំនាំបទផ្កាយលើមេឃ
một mất dương ơi cùng nữ con tay từ xa là điền đã hẹp khang năm tam cru băng riêng từ xa là riêng ỏi ban môn cru từ xa là riêng ỏi ban môn cru đo bê chính lên buổi mình cùng bằng ẩn du lên lập bài cầm san à rồng bàn thu cùng bằng ông du linh ở sắp bài cùng bằng ông du linh ở sắp bài cà riêng tỉa có om nán pìa à rом ăn tha à rom cần tới ăn tha cần tỏi cầm san ăn tha cầm san cô pun dul pìa cầm cần tỏi rồi ơi mình cho tục đại cầm san ra chất sầm ra chất phơi chất áo sạ sàn à rầm kêu tiệt tiên chất cùng nất cả đằng cô bịa này đôi nâng bịa đà tra riêng diệt tra nị môn thơ đàm na cho li lia rộp rật khổ bịa tôi mất tôi lắng bịa sạch rau thu tôi bịa tầng du tôi bịa chặt chụp liếp nìa. Everyone, my name is Sirat and today level 1 today I read lesson 5 number write the number into word 11 12 13 14 15 16 17 18 19 20 21 22 Write the missing letter 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21. Look at a thing in your class, count and write. There is one board. There are 16 boards. There are 6 fans. There are 42 students. There are 2 windows. There are 20 pictures. There is 1 chair. There is 1 desk. Goodbye, everyone. Hello, everyone. My name is Thirat. I'm 20 years old. I'm in level 1. Today I read unit 9, lesson 5, number 13. 13 I spelled Thiorty. 14. 14 I spelled Forty. 14, 15, 15 I spelled Fifty. 15, 16, 16 I spelled Sixty. 16, 17, 17 I spelled Seventy. 17, 18, 18 I spelled Eighty. 80, 90, 90 I spelled Nintey. 19, 100, 100 I spelled Oneaunded. 100. Read and write the number. 10 plus 10 equals 20. 20 plus minus 5 equals 50. 15. 3. 14 plus 16 equals 13.
25 plus 25 equal 15. 50 minus 10 equal 40. Goodbye everyone. Hello everyone, my name is Therat. I'm 7 years old. I'm a student in Level 1. Today I read Unit 3, Lesson 4, Reading Time. Read, listen and read. What in the big box is my birthday cup? How old are you? And when? How my birthday? It's my birthday. It's his birthday too. Happy birthday! Thank you. Goodbye everyone. Hello everyone, my name is Sarah and in Level 1. Today I read Lesson 3 vocabulary and cup. How many persons are there? 11, 12, 30. There are 30 persons. How many chairs are there? 50, 60, 70. There are 70 chairs. How many balloons are there? 80, 90, 12. There are 12 balloons. How many cupcakes are there? There are 14 cupcakes. 7 for many and 7 for only. Happy birthday! Goodbye everyone. Hello everyone, my name is Sarah and in Level 1. Today I read Lesson 3 vocabulary and cup. How many persons are there? 11, 12, 30. There are 30 persons. How many chairs are there? 50, 60, 70. There are 70 chairs. How many balloons are there? 80, 90, 12. There are 12 balloons. How many cupcakes are there? There are 14 cupcakes. 7 for many and 7 for only. Happy birthday! Goodbye everyone. សូមអរអ្នកគ្នាខ្ញុំឈ្មោះធីរិតខ្ញុំមានអាយុ7ឆ្នាំខ្ញុំរៀនថ្នាក់ទី2ថ្ងៃនេះខ្ញុំមកអានមេរៀនទី50គ្រួសាររៀនរាយចម្រៀងលំនាំបទអោស្វាយចន្ទីអោស្វាយចន្ទីកូនចៅសាមគ្គីជួបជុំរៀនរាយកំពុងម៉ែតយីលោកមិនរាយមានចិញ្ចឹមមើលថែពងម៉ែតយីលោកមិនរាយមានចិញ្ចឹមមើលថែពងម៉ែធ្វើការកូនទៅសាលាសាពូកែមកផ្ទាំងជួយថែមិនឲ្យពុកម៉ែពិបាកទូមីមកផ្ទាំងជួយថែមិនឲ្យពុកម៉ែពិបាកទូមីទំនាក់ការងារប្រឡំជុំគ្នាសប្តាហ៍នេះទៀននិយាយប្រដើព្រៀនចៅខំរៀនគ្រួសាររៀនរាយនិយាយប្រដើព្រៀនចៅខំរៀនគ្រួសាររៀនរាយជម្រាបលាបងប្អូន Hello everyone, my name is Therat. I'm 7 years old. I'm in Level 1. Today I read Unit 9, Lesson 5, Number.
13. 13 I spell THIOTY. 14. 14 I spell FOOTY. 14. 15. 15 I spell FIFTY. 15. 16. 16 I spell SIHTY. 16. 17. 17 I spell SEVENTY. 17. 18. 18 I spell EIGHTY. 80. 90. 90 I spell NINETY. 19. 100. 100 I spell ONEAUNDOED. 100. Read and write the number. 10 plus 10 equals 20. 20 plus minus 5 equals 50. 15. 3. 14. 14 plus 16 equals 13. 25 plus 25 equals 15. 50 minus 10 equals 40. Goodbye everyone. Hello everyone, my name is Tiarat. Explain yourself. I'm a student in Board 1. Today I read Unit 3, Lesson 4, Reading Time. Read, listen and read. What in the big box? It's my birthday cup. How old are you? And when? How my birthday? It's my birthday. It's his birthday too. Happy birthday! Thank you. Goodbye everyone. Hello everyone, my name is Sarah and in the board. Today I read a lesson 3 vocabulary and cup. How many persons are there? 11, 12, 30. There are 30 persons. How many chairs are there? 50, 60, 70. There are 70 chairs. How many balloons are there? 80, 90, 12. There are 12 balloons. How many cupcakes are there? There are 14 cupcakes. The one for many and the one for only. Happy birthday! Goodbye everyone. Hello everyone, my name is Sarah and in the board. Today I read a lesson 3 vocabulary and cup. How many persons are there? 11, 12, 30. There are 30 persons. How many chairs are there? 50, 60, 70. There are 70 chairs. How many balloons are there? 80, 90, 12. There are 12 balloons. How many cupcakes are there? There are 14 cupcakes. The one for many and the
one for Ellie. Happy birthday! Goodbye, everyone. Hello, everyone. My name is Sarah and 7 years old. I'm in Level 1. Today I read Unit 9, Brazil. Lesson 7. Let's visit Brazil. This is Duki. He 20 years old. He is from Brazil. His favorite is pineapple. In the rainforest, there are lots of delicious fruit. There are some mangosteen, pears, pineapple, watermelon, strawberry, cherry, and orange. Pineapple are very popular in Brazil. Pineapple are yellow. Are there pineapple in your country? Goodbye, everyone. Hello everyone, my name is Terat. I'm 7 years old. I'm in Level 1. Today I read the famous fruit in country. Good morning, my name is Terat. I'm student in Level 1 in Midway School. In morning class at Midway School. Recently 24. Today I am a short presentation on the popular fruit in country. In Cambodia, there are many fruit in my country, but he choose the most popular fruit to take you. This is durian. It looks like jackfruit, but it's bigger and expensive than jackfruit. It is yellow inside and green outside. Most people in my country like to durian because it's cheap and delicious. Do you like eating durian? Why not? Goodbye everyone, this is my baby. Hello everyone, my name is Terat. I'm 7 years old. I'm in Level 1. Today I read the famous fruit in country. Good morning, my name is Terat. I'm student in Level 1 in Midway School. In morning class at Midway School. Recently 24. Today I am a short presentation on the popular fruit in country. In Cambodia, there are many fruit in my country, but he choose the most popular fruit to take you. This is durian. It looks like jackfruit, but it's bigger and expensive
Then jackfruit. It is yellow inside and green outside. Most people in my country like to durian because it's cheap and delicious. Do you like eating durian? Why not? Goodbye everyone. This is my baby.